ធម្មតាខ្ញុំក្រោកពីគេងដើរចេញពីបន្ទប់ក្លែកមើលតែឆ្វេងដៃទៅឃើញម៉ាក់ខ្ញុំកំពុងតែធ្វើបាយធ្វើម្ហូបនៅខាងឆ្វេងដៃកន្លែងចក្រានបាយហើយស្រាប់តែថ្ងៃហ្នឹងដឹងអីក្លែកមើលខាងឆ្វេងដៃអត់ឃើញហើយអត់ឮសំឡេងអីទៀតខ្ញុំក៏ដើរតាំងមកអត់ឃើញដើរវិលមកជុំផ្ទះហ្នឹងអត់ឃើញទៀតស្រែកហៅម៉ាក់អើយម៉ាក់ម៉ាក់នៅតែអត់ឃើញស្រាប់តែដើរដល់កន្លែងទុកកង់ហ្នឹងបាត់កង់ចឹងខ្ញុំគិតថាអូប្រហែលជាគាត់ដើរលេងជីកង់ដើរលេងចឹងខ្ញុំក៏អត់បានរកគាត់ទៀតដែរព្រោះអីបាត់កង់ចឹងហើយមានតែគាត់បើមិនទៅលក់បន្លែទេគឺទៅទិញបន្លែទៅទិញម្ហូបទិញត្រីសាច់អីចឹងទៅខ្ញុំដើរចូលបន្ទប់ទឹកងូតអីធម្មតាលោកឲ្យចាំឡើង1ម៉ោង2ម៉ោងបានឃើញគាត់មកវិញយួរអានេះអាណោងច្រើនណាស់ច្រើនកញ្ចប់មែនតែនសាច់ជ្រូកទិញផ្សិតច្បើងទិញជាណាហើយមានលឹកខ្ទឹមនៅក្នុងហ្នឹងអញ្ចឹងខ្ញុំអាចគិតបានហើយថ្ងៃហ្នឹងម៉ែធ្វើបបរឲ្យហូបហើយដល់តែខ្ញុំសួរគាត់ទៅគាត់ធ្វើបបរមែនតាបបរជើងជ្រូកមិនមែនជើងជ្រូកទុំទិញមកឯណាជើងជ្រូកគាត់បានមកងាស់ឡើងតុនផុយអស់ហើយគាត់ថាទៅទិញថែមផ្សិតមកទៀតហើយចង់ដាក់សាច់ទៀតខ្ញុំថាមិនបាច់ថែមសាច់ទេម៉ាក់ជើងជ្រូកដែលមានឲ្យស្រាប់ហ្នឹងវាឆ្ងាញ់បាត់ហើយមកកណោហើយមានកូនបកាតូចនោះដាក់2 3គ្រាប់ទៀតឡើងជាតិមហាជាតិកោវឹក2 3ជុំទៅស្រាប់តាឈ្ងុយទ្រាំអត់បានទេនោះឈ្ងុយកូនបកាផងឈ្ងុយខ្ទឹមលីងផងឈ្ងុយផ្សិតច្បើងផងឈ្ងុយសាច់នឹងផងអូយទ្រាំអត់បានម្យ៉ាងទៀតខ្ញុំចូលចិត្តអង្គដែលវានៅពងបកួយអត់ចូលចិត្តអង្គដែលអលួយវល់ទេអញ្ចឹងឲ្យតែឆ្អិនភ្លាមឃើញតែក្រំករៀងបែកបន្តិចហ្នឹងគឺខ្ញុំចង់ញ៉ាំភ្លាមហ្មងហើយចាំកាលទៀតឆ្អិនហើយយកចានមួយមកដាក់សណ្ដែកបដោសចូលបន្ទាប់មកទៀតយកវែកមកហើយក៏ដួសដាក់ចូលទៅក្នុងចានហ្នឹងហ្មងមើលអញ្ចឹងអត់សូវទាន់ឃើញតំណងទេត្រូវទេថែមខ្ទឹមប៉ងពីលើបន្តិចមកហត់ទៅហាន់ជីតិចសិនយកមករោយដាក់ពីលើនឹងតិចមកឃើញតំណងបាត់ក្លិនចេះឡើងពីភូមិកូនខ្ញុំទ្រាំអត់បានក៏យកចាននោះទៅបាត់ឥឡូវដួសមួយចានថ្មីទៀតអាហ្នឹងទុកញ៉ាំខ្លួនឯងអាមួយនោះមិញហ្នឹងកូនយកទៅបាត់ហើយហ្នឹងធ្វើម៉េចខួរក្បាលបជាមកថាចង់ញ៉ាំឥឡូវហ្នឹងដួសរាវរតែរបស់ឆ្ងាញ់ទេទាំងផ្សិតទាំងសាច់ទាំងបង្គានឹងដួសយកមកដាក់ចូលឲ្យពេញចានមកហើយអាណាឆ្ងាញ់ទើបដួសដាក់ទឹកតិចមកកុំឲ្យវាខាប់ពេកណាហើយឥឡូវដួសប៉ុណ្ណឹងសិនថែមស្លឹកខ្ទឹមតិចមកថែមជាមួយនឹងខ្ទឹមប៉ងនឹងតិចមកឲ្យវាឈ្ងុយមើលទៅឃើញតំណងដាក់ឲ្យច្រើនតិចមកបន្ទាប់មកទៀតលើកយកទៅកន្លែងញ៉ាំមុននឹងញ៉ាំហ្នឹងថែមម្ទេសបន្តិចសិនព្រោះខ្ញុំចូលចិត្តហឹលកាន់តែហឹលកាន់តែឆ្ងាញ់ថែមម្ទេសហើយម្ទេសមួយស្ព្រាប៉ុណ្ណឹងហ្នឹងអត់ចង់គ្រាន់ទេឃើញទេម្ទេសហ្នឹងមិនមែនម្ទេសទិញគេណាម៉ែខ្ញុំគាត់បេះពីលើដើមនៅចំការហើយយកមកច្រាមខ្លួនឯងយកមកថែមគ្រឿងបន្ទាប់មកទុកចូលក្នុងទូទឹកកកញ៉ាំបានយូរថ្ងៃថែមម្រេចបន្តិចទៀតពួកអីចូលចិត្តហឹលចាប់ផ្ដើមញ៉ាំឯណាពួកអីតោះនៅក្តៅមើលតែមាត់ក៏ដឹងថាឆ្ងាញ់មិនដែរឆ្ងាញ់ប៉ុណ្ណាដែរហឹលប៉ុន្តែឆ្ងាញ់ភ័យល្មមផ្អែមល្មមហឹលល្មមឆ្ងាញ់ញ៉ាំបដើនឹកឃើញដល់ការពីមុនបដើញ៉ាំបបរមួយចានហើយអត់តន់ឆ្អែតទេត្រូវថែមនំបញ្ចុកមួយចានទៀតជួនអីញ៉ាំបបរ2ចានថែមនំបញ្ចុកមួយចានហើយអត់អស់លុយទេដោយសារតាម៉ែអ្នកលក់តែឥឡូវម៉ែគាត់សម្រាឲ្យចូលនិវត្តន៍តែទុកពេលវេលាហ្នឹងដើម្បីធ្វើម្ហូបឲ្យខ្ញុំញ៉ាំរាល់ថ្ងៃវិញវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជូនពរសុខភាពល្អសំណាងល្អអរគុណសម្រាប់ការចូលមើលវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយ